សួស្តីអ្នកគ្នាស្វាគមន៍សាច់ថ្មីមកកាន់វីដេអូ Sorry Pa ថ្ងៃនេះខ្ញុំនឹងបង្ហាញដល់អ្នកគ្នាពីវិធីធ្វើឲ្យដំណាំរបស់យើងធំឲ្យវាធំលូតលាស់បានធំល្អដោយជាការពុំមកខ្ញុំនៅខាងមុខនេះគឺមុនមកដល់របស់គាត់នឹងធំខ្លាំងមែនទែនហើយបើសិនជាយើងលក់ទៅព្រមទាំងមាន mutation កាន់តែច្រើនវាកាន់តែល្អវាកាន់តែលក់បានថ្លៃហើយនេះយើងមកមើល tool សម្រាប់ធ្វើឲ្យវាមានធំលូតលាស់ល្អដូចជានេះ basic sprinkler advanced sprinkler godly sprinkler ហើយនិង master sprinkler ហើយដើម្បីយកអារបស់ទាំងអស់ហ្នឹងគឺយើងត្រូវនៅ gear shop អូខេនេះគឺជា gear shop គឺជាទីតាំងដែលយើងអាចទៅរកទិញ gear បានហើយយើងចុចមើលទៅវាមាន water can ហ្នឹងគឺជួយឲ្យដំណាំរបស់យើងរីកលូតលាស់ធំកាន់តែលឿន Trowel គឺជាវត្ថុមួយដែលយើងអាចបដូរទីតាំងឬផ្លាស់ប្ដូរទីកន្លែងដំណាំរបស់យើងហើយ recall range ហ្នឹងគឺរបស់ដែលខ្ញុំប្រើបាញ់ហ្នឹងគឺខ្ញុំគាត់ទៅចុចភ្លាមមកដល់កន្លែង gear ភ្លាមអត់ដូចខាងលើវាមាន seed មាន garden មាន cell ហើយនេះ basic sprinkler របស់យើងគឺវាជួយដំណាំយើងធំលូតលាស់រយៈពេល5នាទីវិញ sprinkler ក៏ដូចគ្នាដែរឲ្យវាលូតលាស់ធំ5នាទីក៏ដូច sprinkler ក៏ដូចគ្នាដែរឲ្យវាលូតលាស់ធំ5នាទីហើយ magnifying glass ហ្នឹងគឺសម្រាប់ដែលយើងទៅឆ្លោះមើលចឹងទៅថាដំណាំយើងហ្នឹងថ្លៃប្រហែលយើងមិនចាំបាច់ទៅយកវាចេញមកហើយទៅសួរនៅកន្លែង sale ទេគ្រាន់តែទិញអាហ្នឹងទៅយើងចុចត្រូវដំណាំទៅយើងដឹងបាត់ហើយ Tending Mirror ហ្នឹងគឺយើងដាក់ចាំផ្លាត់ទៅលើដំណាំរបស់យើងហ្នឹងដំណាំយើងហ្នឹងចង់ដាក់ឲ្យវាឡើង mutation គឺយើងដាក់ Tending Mirror ទៅគឺវាជួយចាំផ្លាត់ឡើង mutation នេះគឺជា Master Sprinkler ដែលវាជួយឡើងឲ្យដំណាំរបស់យើងហ្នឹងឡើងទំហំកាន់តែខ្លាំងជាងមុនទៀតគឺវាខ្លាំងតែមែនតើហ្មងហើយខ្ញុំនឹងដាក់វាបន្តិចនេះព្រោះខ្ញុំមាន2នៅក្នុង inventory ដែរនេះគឺ cleaning spray គឺវា clean mutation របស់យើងចេញពី fruit ដូចយើងមាន rainbow មាន gold មានអីយ៉ាងទៅគឺយើងជួយនឹងនៅលើ fruit ទៅគឺវាបាត់អស់ហើយនេះគឺជា favorite tool នេះគឺយើងដាក់ទៅលើដំណាំរបស់យើងដើម្បីកុំឲ្យយើង collect ចំដូចដាក់ទៅយើង collect បានផ្សេងយើង collect carrot sugar apple យ៉ាងទៅយើងអត់ collect ប៉ះដំណាំយើងចង់ដាក់ harvest tool ហ្នឹងដូចយើងប្រើសម្រាប់តែដំណាំនៅកបពកវាខ្ពស់ពេកយើងអាចឡើងទៅបេះដល់ទៅយើងប្រើអាហ្នឹងចុចនៅលើដើមហ្នឹងទៅគឺយើងបានផ្លែឈើមកហើយនេះ friendship pot ហ្នឹងគឺយើងដាក់នៅពេលដែលយើងលេងជុំមិត្តភ័ក្តិគ្នាយើងចឹងទៅវាជួយឡើងគឺវាមានសំខាន់គឺវាមានដំណាំមួយដោះឡើងមកដោះនៅក្នុង friendship pot ហ្នឹងហើយបើតាមខ្ញុំគិតទៅបើអ្នកទាំងអស់គ្នាសម្បូរលុយមានលុយច្រើនអ្នកខ្លះគេទិញទៅទុកពេលលេងជាមួយនឹងពូម៉ាក់អីដាក់ទៅហើយនេះគឺជា tool របស់ខ្ញុំទុកដាក់ bull melon តាមវាធំហើយខ្ញុំដល់ចកាវិញខ្ញុំវិញហើយខ្ញុំបានវាយដល់ bull melon ដើម្បីយកវាដាំឲ្យអ្នកគ្នាបានមើលទៅអូវាចេញដាក់ slot មកហើយ mutation ហ្នឹងដូច bull melon នេះគឺជាក្របវានេះគឺ mutation goal ដែលវាមាន goal មួយទេហើយខ្ញុំទៅដាំទាំងអស់គ្នាខ្ញុំដើរចូលមកក្នុងនេះមកខ្ញុំសមាជិកថាខ្ញុំដាំនៅតំបន់នេះដាក់មុន melon យើងមកខ្ញុំដាក់នេះគឺខ្ញុំដាក់នៅចិត្តគ្នា4ជ្រុងដើម្បីឲ្យវាដោះមកមើលទៅឃើញធំដាក់ហើយខ្ញុំដាក់water spray ហ្នឹងមកខ្ញុំដាក់វាឡើងធំជាងមុនឲ្យវាឆាប់ពេញខ្ញុំមកចាំវាពី1 2 3រហូតដល់100ទេខ្ញុំដាក់វាទៅវាឆាប់ដល់100ហើយ basic sprinkler ខ្ញុំដាក់ទាំងអស់ហើយនេះគឺ advanced sprinkler ខ្ញុំក៏ដាក់ដែរក៏នេះ sprinkler ខ្ញុំដាក់ទាំង4នេះគឺជា master sprinkler គឺវាធំមែនទែនខ្ញុំដាក់នៅចិត្តហ្នឹងទេគឺខ្ញុំដាក់នៅខាងពេញបន្តិចដើម្បីឲ្យវាបានទាំងមួយមែនយើងផងបានទាំង sugar apple យើងហើយនឹងដើមផ្សេងទៀតយើងនៅខាងនោះដូច bull melon អីទៀតដែលខ្ញុំដាំនៅខាងឆ្វេងអញ្ចឹងណាដើម្បីឲ្យវាធំទាំងអស់គឺខ្ញុំដាក់វាអញ្ចឹងហើយ អស់គ្នាអាចដាក់តាមខ្ញុំបានដើម្បីឲ្យធំ
ហើយយើងនៅចាំមើលរយៈពេល 4-5 ម៉ោងក្រោយយើងចាំមើលអស់គ្នានៅមួយម្លឹងយើងដែលយើងខំដាក់ Master Bangla ដល់តែ2ហ្នឹងបានប៉ុណ្ណាហើយយើងលេខ 4 hours later 80 ម៉ោងក្រោយមកគឺខ្ញុំបានចូលក្រកាន់ម្ដងទៀតហើយខ្ញុំចាំអត់មើលចង់ដឹងថាតើមុនណារបស់ខ្ញុំហ្នឹងខំចំណាយ Sprinkler ប៉ុណ្ណឹងហើយចង់ដឹងថាវាបានប៉ុណ្ណាបានច្រើនបានធំប៉ុណ្ណាត្រូវខ្ញុំចាំឲ្យវាដើរបន្តិចសិនព្រោះខ្ញុំតាមចូលមិញឲ្យវា loading អីបន្តិចបាទឥឡូវវាដើរហើយមើលខ្ញុំដាក់ទាំងម៉ានបានអីមកវិញបានប៉ុណ្ណាហើយខ្ញុំចាំមើលអស់គ្នាហើយ 1 2 3 អូខេ Sprinkler ប៉ុណ្ណឹងបានប៉ុណ្ណឹងអ្នកគ្នាហើយនេះគឺជាវត្តមានរបស់ខ្ញុំដែលខ្ញុំចំណាយ Sprinkler ទាំងអស់ហ្នឹងដាក់វាគឺបានធំដែរហើយមិនមែនតូចទេវាធំសម្រាប់ខ្ញុំហើយនេះគឺជាបានដែលខ្ញុំដាក់គឺវាធំប៉ុណ្ណឹងហើយខ្ញុំនឹងបង្ហាញអ្នកគ្នាពី tool ដែលខ្ញុំនឹងដាក់បន្តទៀតនេះខ្ញុំនឹងដាក់វាចូលទៅឲ្យខ្ញុំដឹងថាខ្ញុំប្រើស្គីអាចឆ្លាស់មួយហ្នឹងដើម្បីចង់ដឹងថាមួយម្លឹងយើងហ្នឹងវាថ្លៃប៉ុណ្ណាហើយខ្ញុំដាក់រវាហើយខ្ញុំបានអូចាំមកក្រោមស្រួលមើលអស់គ្នាចាំមើលអស់គ្នាថាមុំនៅរបស់ខ្ញុំហ្នឹងចុះវាតម្លៃប៉ុណ្ណាខ្ញុំមិនបាច់ចាំខូចវាហើយយកវាទៅសើសួរអ្នកសើហ្នឹងថាមិនទេខ្ញុំដាក់តាមក្លាសទៅមកខ្ញុំចុចទៅលើមួយម្លឹងទៅអន្តរកលមួយម្លឹងរបស់ខ្ញុំគឺបាន10រៀលបានហើយcòn mutation តែមួយទេបាទហើយខ្ញុំនឹងនៅអ្នកគ្នាទៅមើល favorite tool ដែលយើងអាចដាក់កុំឲ្យយើងច្រឡំដៃខ្លេចបានបាទបន្ទាប់ពីដើរអស់រយៈពេល3ម៉ោងមកយើងមកមើលមកនាង shoulder gear មកហើយយើងចុះទៅក្រោមបំផុតហើយយើងយក favorite tool ដែលល្អហ្នឹងងាយស្រួលទេគឺយើងទិញវាមកចំណាយពេលចំណាយ circle ដល់20លានទេដើរមកវិញមកយើងកាន់វាហើយយើងចុចវាទៅលើមុនម្លឹងណាដែលយើងចង់ចុចវាទៅខ្ញុំដាក់មួយដាក់អត់ហើយមួយទៀតដាក់ទាំងអស់ទៅគឺខ្ញុំនឹងអស់ខ្លាយលោតែដល់ខ្ញុំឃើញដំណាំយកទៅសាលឬក៏យកទៅអីហ្នឹងច្រឡំប៉ះចុចខ្លាច់លើវាទៅគឺយើងបាត់គឺសួរតែគឺយើងគ្រាន់តែដាក់អាហ្នឹងមួយមកគឺគ្មានពាក្យថា collect ទៀតទេនៅដំណាំរបស់យើងហ្នឹងគ្មានពាក្យ collect ទៀតទេបាទcollect ហ្នឹងគឺដំណាំចាស់របស់ខ្ញុំទេហើយអាដំណាំធំនេះគ្មាន collect ទេយើង collect យើងបានទៀតហើយខ្ញុំបានដាក់ favorite ហើយដើម្បី collect បានវិញហ្នឹងគឺយើងត្រូវតែ unfavorite វាចេញវិញយើងគាត់តែកាន់ធូរហ្នឹងហើយចុចទៅលើដំណាំរបស់យើងហ្នឹងគឺយើងអាច collect វាបានវិញហើយព្រោះយើង unfavorite វាចេញហើយវីដេអូរបស់ខ្ញុំមានប៉ុណ្្នឹងទេអ្នកនរគ្នាជួយ like និង subscribe ផងដើម្បីបានវីដេអូផ្សេងៗទៀតដែលខ្ញុំនឹងអាចបង្ហាញនៅពេលក្រោយអរគុណបាយបាយ see you